យកខ្លួនឯងជាទីពឹងតែបែរឲ្យទៅជាយកប្រពុតប្រធោប្រសង់ជាទីពឹងទីរលឹកហ្នឹងថាតើមានសេចក្តីយ៉ាងណាវិញនៅក្នុងន័យដែលយើងយកប្រពុតប្រធោប្រសង់ជាទីពឹងទីរលឹកនេះគឺពនាមរបស់ព្រះសម្មាសម្ពុទ្ធមួយព្រះអង្គទ្រង់ពនាមថាសត្ថាទេវមនុស្សសាណੰព្រះអង្គទ្រង់ជាសាស្ត្រាចារ្យនៃទេវតានិងមនុស្សទាំងឡាយគឺព្រះអង្គទ្រង់ជាគ្រូនៃទេវតានិងមនុស្សទាំងឡាយហើយព្រះអង្គទ្រង់ជាគ្រូហ្នឹងព្រះអង្គទ្រង់បរៀនអីគឺព្រះអង្គទ្រង់បង្រៀននៅធម៌ជាគ្រឿងត្រាស់ដឹងដល់មនុស្សនិងទេវតាទាំងឡាយព្រះអង្គទ្រង់ជាអ្នកត្រាស់ដឹងព្រះអង្គទ្រង់ជាអ្នកឃើញនៅផ្លូវទៅកាន់ព្រះនិព្វានហ្នឹងមុនអញ្ចឹងព្រះអង្គក៏មកបង្រៀនផ្លូវដែលព្រះអង្គទ្រង់ឃើញហ្នឹងព្រះអង្គទ្រង់ចង្អុលបង្ហាញថានេះជាផ្លូវទៅកាន់ព្រះនិព្វានពិតប្រាកដនេះជាផ្លូវទៅកាន់ទីរំលត់ទុកនឹងពិតប្រាកដមែនប្រៀបដូចជាយើងនៅក្មេងអត់តាន់ចេះអក្សរហើយយើងពឹងគ្រូដើម្បីចេះអក្សរអញ្ចឹងគ្រូគាត់ចេះមុនយើងណាគាត់ដឹងថាអក្សរនឹងសរសេរបែបណាអានបែបណាអញ្ចឹងគាត់ចេះមកគាត់មកបរៀនយើងហើយយើងពឹងគ្រូហ្នឹងមិនមែនទៅពឹងអីដតីក្រៅអំពីឲ្យគ្រូជួយបរៀនអក្សរយើងទេឬក៏ម្យ៉ាងវិញទៀតយើងអត់ស្គាល់ផ្លូវយើងធ្វើដំណើរទៅកាន់ទីកន្លែងណាយើងអត់ស្គាល់ផ្លូវយើងត្រូវការអ្នកចង្អុលបង្ហាញផ្លូវថានេះផ្លូវទៅនេះ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 យ៉ាងណាមិញព្រះសម្ពុទ្ធព្រះអង្គទ្រង់ជាអ្នកឃើញផ្លូវព្រះអង្គទ្រង់ជាអ្នកដឹងផ្លូវថាផ្លូវណាដែលជាផ្លូវទៅកាន់ទីរំលត់ទុកគឺព្រះនិព្វាននឹងពិតប្រាកដអញ្ចឹងយើងពឹងព្រះពុទ្ធនឹងគឺពឹងឲ្យព្រះអង្គនឹងឯងចង្អុលបង្ហាញផ្លូវពឹងឲ្យព្រះអង្គនឹងឯងបង្រៀនឲ្យយើងនឹងឯងដើរទៅតាមផ្លូវណាពីព្រោះយើងនេះស្ថិតនៅក្នុងសេចក្តីទុក្ខអញ្ចឹងដើម្បីអស់សេចក្តីទុក្ខទាំងពួងបានយើងត្រូវពឹងព្រះអង្គដើម្បីឲ្យព្រះអង្គនឹងឯងចង្អុលបង្ហាញផ្លូវហើយទោះបីជាយើងពឹងព្រះអង្គឲ្យចង្អុលបង្ហាញផ្លូវក៏ដោយតែព្រះអង្គអត់អាចដើរជំនួសយើងបានទេអ្នកដែលដើរនៅលើផ្លូវនឹងពិតប្រាកដគឺខ្លួនយើងឯនេះទេអញ្ចឹងពេលថាពឹងខ្លួនឯងហ្នឹងគឺនៅត្រូវពឹងខ្លួនឯងដដែលដើម្បីដើរទៅលើផ្លូវហ្នឹងពីព្រោះឥតមានអ្នកណាមួយដែលមកដើរជំនួសយើងបានទេអញ្ចឹងបានព្រះអង្គទ្រង់ពនាមមួយទៀតថាពុរិសទមសារថិព្រះអង្គទ្រង់ជាអ្នកទូនមាននៅអ្នកដែលមានឧបនិស្ស័យអញ្ចឹងតលតែអ្នកដែលមានឧបនិស្ស័យទៅព្រះអង្គអាចអប់រំបានព្រះអង្គអាចបង្រៀនបានព្រះអង្គអាចប្រាប់ផ្លូវបានបើបុគ្គលនឹងមិនមានឧបនិស្ស័យទេព្រះអង្គអត់អាចប្រាប់បានទេដូច្នេះឧបនិស្ស័យនឹងអ្នកណាដែលជាអ្នកសន្សំជំនួសយើងឧបនិស្ស័យគឺទានគឺសិលគឺសទ្ធាជាដើមនឹងសទ្ធានិងសិលនឹងអ្នកណាដែលថាមកសន្សំជំនួសយើងបានសទ្ធាគឺយើងសន្សំដោយខ្លួនឯងសិលគឺយើងសន្សំដោយខ្លួនឯងដូច្នេះព្រះអង្គទ្រង់ជាទីពឹងរបស់យើងគឺនៅក្នុងនាមជាគ្រូក្នុងនាមជាអ្នកចង្អុលបង្ហាញហើយយើងពឹងព្រះអង្គគឺឲ្យព្រះអង្គបើកបង្ហាញឲ្យយើងចំណែកឯឧបនិស្ស័យគឺយើងសន្សំដោយខ្លួនឯងបុណ្យបារមីយើងសន្សំដោយខ្លួនឯងផ្លូវទៅកាន់ទីរំលត់ទុកហ្នឹងយើងត្រូវដើរដោយខ្លួនឯងអាហ្នឹងពឹងព្រះពុទ្ធពឹងព្រះធម៌គឺព្រះធម៌នឹងឯងគឺជាផ្លូវព្រះធម៌នឹងជាផ្លូវអញ្ចឹងដើម្បីធ្វើដំណើរទៅដល់គោលដៅយើងត្រូវការផ្លូវយើងត្រូវពឹងផ្លូវយ៉ាងណាដើម្បីធ្វើដំណើរទៅកាន់ព្រះនិព្វានជាទីរំលត់ទុកយើងត្រូវការសេចក្តីសុខពិតប្រាកដគឺត្រូវដើរនៅលើផ្លូវហ្នឹងអញ្ចឹងយើងពឹងផ្លូវគឺពឹងព្រះធម៌នឹងឯងយើងពឹងព្រះសង្ឃពេលថាពឹងព្រះសង្ឃគឺយើងពឹងព្រះសង្ឃហ្នឹងឲ្យចង្អុលបង្ហាញផ្លូវជំនួសព្រះសម្មាសម្ពុទ្ធពីព្រោះបន្ទាប់អំពីព្រះអង្គទ្រង់បរិនិព្វានទៅមានតែព្រះសង្ឃនេះឯងដែលជាអ្នកបើកបង្ហាញផ្លូវពិតប្រាកដដែលជាអ្នកចង្អុលបង្ហាញផ្លូវដ៏ពិតប្រាកដសូម្បីតែកាលដែលព្រះអង្គទ្រង់គង់ព្រះធរមាននៅពេលដែលព្រះមេត្តាឆាគឺព្រះនាងបជាបតិកោតមីព្រះនាងយកសម្ពុតមួយគូយកមកថ្វាយព្រះអង្គហើយព្រះអង្គទ្រង់បានអនុញ្ញាតឲ្យព្រះនាងនឹងបានថ្វាយសម្ពុតទៅដល់ព្រះសង្ឃទៅព្រោះហេតុអីគឺព្រោះតែព្រះអង្គទ្រង់ឃើញថាបន្ទាប់អំពីព្រះអង្គទ្រង់ចូលបរិនិព្វានទៅប្រសិនបើ
ព្រះអង្គទ្រង់មិនបានអនុញ្ញាតបែបនឹងទេតទៅអនាគតឥតមានអ្នកណាគេថែរក្សាសាសនារបស់តថាគតនឹងបន្តទេអញ្ចឹងក៏ព្រះអង្គទ្រង់អនុញ្ញាតបែបហ្នឹងគឺព្រះអង្គទ្រង់ឃើញមុនហើយថាអ្នកដែលប្រកាសសាសនាអ្នកដែលបើកបង្ហាញផ្លូវបន្តអំពីព្រះអង្គបរិនិព្វានទៅគឺមានតែព្រះសង្ឃនឹងឯងអញ្ចឹងនៅក្នុងន័យសេចក្តីដែលថាពឹងព្រះសង្ឃគឺយើងពឹងបែបហ្នឹងម្យ៉ាងវិញទៀតនៅក្នុងន័យសេចក្តីកម្មដ្ឋានពុទ្ធេនុសតិកម្មដ្ឋាននឹកទៅដល់គុណព្រះពុទ្ធធម្មានុសតិកម្មដ្ឋាននឹកដល់គុណព្រះធម៌សង្ឃានុសតិកម្មដ្ឋាននឹកទៅដល់គុណព្រះសង្ឃគឺមានសតិនឹករលឹកឃើញពុទ្ធគុណធម្មគុណសង្ឃគុណហើយនឹងមានតួបញ្ញាឃើញពុទ្ធគុណធម្មគុណសង្ឃគុណនឹងតាមសេចក្តីពិតអញ្ចឹងសទ្ធាហើយនឹងបញ្ញាព្រមទាំងសតិដែលនឹករលឹកទៅដល់ពុទ្ធគុណធម្មគុណនិងសង្ឃគុណនឹងសពតែជាកុសលធម៌អញ្ចឹងកុសលធម៌បែបនឹងកើតឡើងទៅឈ្មោះថាកម្មដ្ឋានហើយកុសលធម៌នឹងអ្នកណាគេដែលជាអ្នកបង្កើតឡើងជំនួសយើងអត់មានទេគឺខ្លួនយើងជាអ្នកបង្កើតឡើងដោយខ្លួនយើងសទ្ធាសតិហើយនឹងបញ្ញានៅក្នុងពុទ្ធគុណធម្មគុណសង្ឃគុណនឹងគឺខ្លួនយើងដោយខ្លួនយើងអត់មានអ្នកណាគេមកចម្រើនជំនួសយើងបានទេដូច្នេះនៅក្នុងពាក្យថាយកខ្លួនឯងជាទីពឹងហ្នឹងគឺស្មើនឹងយកកុសលធម៌ជាទីពឹងហើយដោយបានរៀបរាប់មកអញ្ចឹងនឹកទៅដល់គុណព្រះពុទ្ធពធព្រះសង្ឃគឺនៅក្នុងកុសលធម៌ដដែលអញ្ចឹងយើងត្រូវពឹងកុសលធម៌ហ្នឹងអត់មានខុសទេហើយយើងពឹងខ្លួនឯងពាក្យថាខ្លួនឯងហ្នឹងគឺដោយន័យប្រៀបធៀបខ្លួនគឺខ្លួនយើងរាងកាយយើងនេះគឺអត់មាននឹងទីពឹងអីបានទេអញ្ចឹងគឺពឹងកុសលធម៌ពាក្យថាខ្លួនហ្នឹងគឺស្មើនឹងកុសលធម៌ដូច្នេះហើយអត់អាចទីពឹងដតីក្រៅអំពីកុសលធម៌បានទេទោះបីជាយើងពឹងព្រះពុទ្ធពធព្រះសង្ឃក៏នៅក្នុងន័យកុសលធម៌ដែលយើងត្រូវបំពេញឧបនិស្ស័យកុសលឧបនិស្ស័យហ្នឹងដោយខ្លួនឯងដដែលហើយយើងនៅក្នុងកម្មដ្ឋានក៏ជាកុសលធម៌ដូច្នេះសរុបមកពាក្យថាយកខ្លួនជាទីពឹងនិងយកព្រះពុទ្ធពធព្រះសង្ឃជាទីពឹងហ្នឹងគឺមានន័យស្មើគ្នាគឺស្មើនឹងពឹងកុសលធម៌ដដែលហើយម្យ៉ាងវិញទៀតដោយប្រៀបធៀបខាងដើមអញ្ចឹងគឺយកព្រះពុទ្ធជាទីពឹងហ្នឹងគឺដូចយើងពឹងគ្រូណាពឹងគ្រូយកធម៌ជាទីពឹងហ្នឹងដូចយើងពឹងផ្លូវដើរយើងយកព្រះសង្ឃជាទីពឹងគឺដូចជាយើងត្រូវការអ្នកប្រាប់ផ្លូវនឹងជំនួសព្រះសម្ពុទ្ធឬក៏ម្យ៉ាងវិញទៀតដូចជាយើងរស់នៅសពថ្ងៃដំបូងឡើយយើងត្រូវរៀនចំណេះជំនាញអញ្ចឹងយើងត្រូវពឹងគ្រូដើម្បីរៀនឲ្យចេះបន្ទាប់មកពេលណាដែលយើងមានចំណេះជំនាញហើយយើងយកចំណេះជំនាញហ្នឹងយកទៅធ្វើការងារដើម្បីរកលុយអញ្ចឹងយើងពឹងធោដោយពឹងចំណេះជំនាញអញ្ចឹងហើយយើងពឹងព្រះសង្ឃពីព្រោះព្រះសង្ឃនឹងឯងគឺជាអ្នកបង្រៀនយើងបន្តជំនួសព្រះសម្មាសម្ពុទ្ធ